สุดท้ายบางคนคณีថ្ងៃនេះនេះខ្ញុំនឹងបង្ហាញការធ្វើពងមាន់អាំងប៉ុន្តែការធ្វើពងមាន់អាំងខ្ញុំនេះខ្ញុំធ្វើជាលើកទី1លទ្ធផលគឺបរាជ័យបងប្អូនចង់ដឹងថាតើពងមាន់អាំងបរាជ័យរបស់ខ្ញុំមានដំណើរការយ៉ាងណាសូមទៅទស្សនាវីដេអូរបស់ខ្ញុំហើយតើចង់បញ្ចប់តើពងមាន់អាំងរបស់យើងទទួលបានលទ្ធផលបែបណាមុនដំបូងគឺយើងត្រូវមានពងមាន់ហើយគោះវាឲ្យចំកណ្ដាលទៅហើយយើងគោះដាក់ចូលអស់ហើយយើងដកសំបកចេញបន្ទាប់មកគឺយើងត្រូវកូរពងមាន់ហ្នឹងពងមាន់ដែលយើងដាក់ចូលនៅក្នុងចានជ័រហ្នឹងយើងកូរវាឲ្យសព្វយើងគោះបដាអញ្ចឹងទៅកូរវាសព្វហើយយើងធ្វើម៉េចប្រយ័ត្នកុំឲ្យគោះបែកពងមាន់តែកាលណាយើងគោះបែកពងមាន់គឺយើងអត់មានអីដាក់ឯងយើងធ្វើញ៉ាំខ្លួនឯងអញ្ចឹងគឺយើងអត់ប្រើម្សៅពេលដែលយើងគោះអស់ហើយគឺយើងកូរវាឲ្យវាបែកគ្នាអស់ហើយបន្ទាប់មកសំបកពងមាន់ដែលយើងគោះបែកហើយនេះគឺយើងយកទៅលាងទឹកឲ្យស្អាតចាលាងម្ដងមួយលាងទឹកឲ្យស្អាតអញ្ចឹងទៅបន្ទាប់មកគឺយើងត្រូវយកពងមាន់ដែលយើងលាងទឹកស្អាតគឺយើងកាប់ក្បាលវាចុះដើម្បីឲ្យវាស្រស់ទឹកអស់បន្ទាប់មកគឺយើងកូរវានៅពេលដែលយើងដាក់គ្រឿងចាយើងដឹងហើយថាពងមាន់អាំងគឺឆ្ងាញ់ដោយសារម្រេចកាន់តែច្រើនគឺពងមាន់អាំងកាន់តែឆ្ងាញ់តែតាមចំណង់ចិត្តអ្នកណាគេក៏ចូលចិត្តម្រេចក៏ចូលចិត្តទៅហើយនេះគឺជាការផ្សំគ្រឿងហើយគ្រឿងសម្រាប់ធ្វើពងមាន់អាំងគឺអត់មានអីច្រើនទេយើងដាក់អំបិលបន្តិចប៊ីចេងបន្តិចស្ករបន្តិចហើយអ្វីដែលមិនអាចបំភ្លេចបានគឺរ៉តឌីហើយនិងម្រេចព្រោះយើងដឹងហើយថាម្រេចគឺពងមាន់អាំងគឺសំខាន់ណាស់បើគេអ្នកចូលចិត្តម្រេចយើងដាក់ម្រេចច្រើនទៅបើយើងអត់សូវចូលចិត្តទេយើងដាក់ល្មមទៅព្រោះកាលណាពេលដែលយើងញ៉ាំទៅអាម្រេចហ្នឹងដល់ពេលដែលយើងចំហុយពងមាន់ហ្នឹងទៅគឺម្រេចហ្នឹងគឺវានៅទៅក្រោមដល់ពេលអញ្ចឹងវាធ្វើឲ្យពងមាន់យើងកាន់តែឈ្ងុយហើយកាន់តែឆ្ងាញ់ហើយការដាក់គ្រឿងតាមចំណង់ចិត្តបងប្អូនធ្លាប់ដាក់ប៉ុណ្ណាក៏ទៅប៉ុណ្ណាអាចដាក់តាមចំណង់ចិត្តខ្លួនឯងបាននេះខ្ញុំធ្លាប់ធ្វើមិនខ្ញុំដាក់អញ្ចឹងចារ៉តឌីបន្តិចទៅប៊ីចេងបន្តិចស្ករបន្តិចហើយនឹងម្រេចចាយើងដាក់ចូលចឹងហើយបន្ទាប់មកបានយើងត្រូវកូរវាចានេះម្រេចដូចតែខ្ញុំចូលចិត្តម្រេចអញ្ចឹងខ្ញុំដាក់ម្រេចរៀងច្រើនចាតែបើយើងអត់សូវចូលចិត្តម្រេចទេកុំដាក់ច្រើនដូចខ្ញុំដាក់ម្រេចរៀងច្រើនហ្នឹងទៅហើយពួកខ្ញុំចូលចិត្តរៀងហឹរចាកាលណាយើងដាក់ម្រេចច្រើនអញ្ចឹងយើងអត់បាច់ចាំជ្រលក់ជាមួយនឹងអំបិលម្រេចទៀតក៏បានដែរព្រោះវាមានជាតិហឹរនៅក្នុងហ្នឹងហើយចាមានជាតិហឹរនៅក្នុងហើយយើងមិនបាច់ជ្រលក់ទេហើយយើងលួចដាក់ទឹកស៊ីអ៊ូបន្តិចចាដើម្បីឲ្យមានក្លិនឈ្ងុយព្រោះទឹកស៊ីអ៊ូនេះកាលណាយើងតែយើងកុំដាក់ច្រើនព្រោះពីមុនយើងដាក់រត់វាហើយដាក់អំបិលយើងលួចតែបន្តិចបានហើយចាតែកាលណាយើងដាក់ច្រើនខ្លាចលោប្រៃយើងញ៉ាំអត់កើតទេតែកាលណាម្ហូបប្រៃយើងញ៉ាំអត់កើតទេទោះបីម្ហូបនោះឆ្ងាញ់យ៉ាងណាក៏ដោយចាបន្ទាប់ពីយើងដាក់ទឹកស៊ីអ៊ូហើយចាយើងកូរវាឲ្យសព្វទៅកូរធ្វើម៉េចឲ្យពងមាន់ហ្នឹងហើយនឹងគ្រឿងរបស់យើងជាមួយនឹងម្រេចរបស់យើងហ្នឹងគឺវាចូលសព្វគ្នាអត់មានកកចាយើងកូររហូតដល់វាកុំឲ្យវារលាយចូលគ្នាអស់បន្ទាប់មកគឺយើងយកពងមាន់ដែលយើងលាងទឹកសម្រាប់ទឹកហើយហ្នឹងគឺយើងយកមកដួសពងមាន់ដែលយើងលាយគ្រឿងហើយដួសដាក់ចូលអាប្រឡោះប្រហោងពងមាន់យើងហ្នឹងចាដាក់រហូតដល់អស់ខ្ញុំប្រើពងមាន់10គ្រាប់ចាហើយពងមាន់10គ្រាប់នេះដាក់ទៅគឺបើយើងដាក់ពេញពេកវាហៀចាដោយសារតែខ្ញុំដល់ពេលខ្ញុំដាក់ហើយគឺខ្ញុំត្រូវយកមកដាក់ចំហុយដោយសារខ្ញុំអត់មានឡើងសឹងខ្ញុំដាក់ចំហុយឆ្នាំចាខ្ញុំដាក់ដោយសារតែខ្ញុំដាក់វាពេញពេកចានេះជាបទពិសោធន៍មួយដែរលើក្រោយគឺខ្ញុំអត់ដាក់ពេញពេកចឹងទេយើងដាក់តែចិត្តពេញទៅបានហើយកាលណាយើងដាក់ពេញពេកនៅពេលដែលយើងចំហុយទៅគឺវាហៀហូចានេះខ្ញុំរៀបចំដាក់ចំហុយហើយចារៀបដាក់ចំហុយចារៀបចំវាដាក់បញ្ឈរឲ្យនេះមកហើយយើងរងចាំប្រហែលជា15ដល់20នាទីគឺឆ្អិនហើយចានេះដែលខ្ញុំថាបរាជ័យគឺដោយសារតែខ្ញុំដាក់ពេញពេកក៏ពេលដាក់ពេញពេកចឹងទៅវាហៀហើយវារៀងប្រេះចានេះជាបទពិសោធន៍ចាលើកក្រោយយើងកុំដាក់ពេញពេកចាទុកប្រហែលជាចិត្តពេញមកឆ្នាំកូនដៃមកតែសារតែខ្ញុំអត់មានភ្លើងអាំងគឺខ្ញុំយកមកដាក់ខ្ទះចាបញ្ឆេះភ្លើងទៅឲ្យក្តៅទៅគឺដូចអាំងដែរចាហើយនេះគឺជាលទ្ធផលពងមាន់អាំងរបស់យើងចាសម្រាប់មិនសូវបានទេប៉ុន្តែបើរសជាតិវិញគឺកប់សេរីតែម្ដងជួបគ្នាវីដេអូក្រោយ